SCP 4419គឺជាឡាន81តែយើងអត់ដឹងថាវាចេញមកពីណាប៉ុន្តែដឹងថាវាមានរូបរាងជាឡាន8ហ្មងឲ្យតានៅប្រទេសណាវាជាឡាន8ដែលត្រូវជាមួយនឹងប្រទេសហ្នឹងអញ្ចឹងវាសម្របបានស្រួលហើយឡាន8ហ្នឹងគឺគេអត់ដឹងថាចេញមកពេលណាឬក៏ពេលណាដឹងថាឲ្យតែមានមនុស្សដែលត្រូវលបួសឬក៏តន់ហន់អីដឹងថាចេញមកហើយតួនាទីវាដូចជាឡាន8ធម្មតាអញ្ចឹងណាដែលមានអ្នកត្រូវលបួសវាចេញមកអ្នកជំនួយការ2អ្នកមកដើម្បីលើកមនុស្សនឹងឡើងលើឡានទៅហើយទៅបាត់ប៉ុន្តែតាមពិតដល់ពេលមនុស្សឈប់មើលគេមានណាគេលែងមើលហើយស្ងាត់អស់ហើយឡានពេទ្យហ្នឹងនឹងបាត់ហើយក្នុងរយៈពេល2ទៅ7ថ្ងៃក្រោយវានឹងចេញមកវិញហើយមនុស្សដែលវាយកទៅហ្នឹងគឺចេញមកវិញដឹងតែអត់ដូចដើមទេមិនមែនយកទៅព្យាបាលទេយកទៅប្រវាយគ្រឿងក្រៅចោលខ្ទេចអស់ហ្មងទាំងដៃទាំងជើងអីមនុស្សនឹងចេញមកក្បាលពីមុខដល់ក្រោយឬក៏ដៃនៅលើនៅក្រោមជើងមកលើវិញអីចឹងណាអញ្ចឹងវាផ្លាស់ប្ដូរឲ្យវា amalgamate យកហ្មងហើយអ្នកជំនួយការនឹងខ្លាំងទៀតប៉ះវាអត់បានទេទោះបីណាគេចង់ទៅចូលឡាននឹងជាមួយអញ្ចឹងបងប្អូនគ្នាអញ្ចឹងវាយកតែអ្នកជំងឺឯងអញ្ចឹងអ្នកដែលចង់ចូលទៅជាមួយវានឹងវាយស្លាប់នៅក្រោយនឹងហ្មងតាហ៊ានតែប៉ះវាហ៊ានតែប្រឈប់វាអញ្ចឹងពិបាកទៀតអ្វីដែលចម្លែកជាងនឹងទៀតគឺវាព្យាបាលតាមមនុស្សទៀតដោយក្នុងខេសនេះអញ្ចឹងអាប៉ែនេះត្រូវគេវាយបាក់ចកាអញ្ចឹងគេយកទៅព្យាបាលយកទៅអារបៀបទប់ចកានឹងឲ្យហាមាត់រហូតបិទអត់ចិត្តបដ ாய் ហើយដាក់កញ្ចក់នៅចំអាកន្លែងកនេះឲ្យឃើញបេះដូងឯណាណីទៀតហើយក្នុង case ប្តីប្រពន្ធ2នាក់ដែលមានគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងវាយកទៅព្យាបាលហើយវាដាក់ប្តីប្រពន្ធ2នាក់ហ្នឹងជាប់គ្នាយកបដ ாய் ហើយខាងប្រពន្ធដេកបាត់ហើយនឹងសល់តែប្តីហើយក្នុង case មួយទៀតមនុស្សឡើង11នាក់ត្រូវឆេះហើយត្រូវរបួស burn ខ្លាំងអញ្ចឹងវាយកទៅដល់វាដាក់មនុស្សហ្នឹង stitch ជាប់គ្នាទាំងអស់បដ ாய் មនុស្សទាំង11នាក់ហ្នឹងហើយមនុស្សហ្នឹងទៅជា like amalgamation of people ទៅជាបិសាចមួយបាត់ហើយមនុស្សហ្នឹងនៅរស់ទាំងអស់ទៀតអញ្ចឹងទៀតអញ្ចឹងអានេះគឺតាមពេលវេលាទាំងអស់ឡើយតាំងពីឆ្នាំ1980ជាងមកអញ្ចឹងឡានហ្នឹង SCP ហ្នឹងវាយូរហើយអត់មានអាគេប្រឈប់បានអញ្ចឹងណាសម្បីតា soldier នេះបាញ់អីអញ្ចឹងក៏អត់ឈប់ដែរហើយវាយកគ្នាវាទៅដើម្បីផ្លាស់ប្ដូរទៅជា like អាប្រទេសស្បែកមួយប្រទេសសាច់មួយហើយមានភ្នែកនៅជាប់នឹងទៀតហើយមនុស្សនៅរស់ទៀតអត់ដឹងថាវាធ្វើមិនទេបើមនុស្សរស់ប៉ុន្តែមនុស្សនៅរស់អញ្ចឹងបាន SCP Foundation បានតែយកមនុស្សអស់ហ្នឹងទៅពិសោធន៍បន្ថែមហើយទប់កុំឲ្យគេឃើញអញ្ចឹងណាប៉ុន្តែមកដល់ឥឡូវអត់ទាន់មានណាគេអាចរកឃើញឬក៏រកពីរបៀបចាប់ SCP នឹងបានឯងមកពីវាចេញចូលមករហូតហើយគ្រប់ទីកន្លែងហើយវាពាក់កៅអៅសម្របតាមគ្រប់កន្លែងអញ្ចឹងណា so SCP នោះអាចចាប់បានទេអញ្ចឹងគេ classify វាថាជា class Keter បានន័យថា highly dangerous very គ្រោះថ្នាក់ខ្លាំងហើយជនរងគ្រោះណាដែលអាចវះកាត់ដោយដើមមកវិញបានអូខេ SCP Foundation នឹងជួយប៉ុន្តែបើណាគេទៅហើយមកវិញលេងកើតហើយគឺត្រូវតាអតិហើយ so yeah that's the SCP 4419អញ្ចឹងអ្នកទាំងអស់គ្នាព្យាយាមការពារខ្លួនកុំឲ្យត្រូវរបួសប្រយ័ត្នតា2ទៅ7ថ្ងៃក្រោយចេញមកវិញទៅជាស្អីវិញ alien វិញខ្ញុំអត់ដឹងទេណា